ទៀតហើយសង្គមថៃអតីតសភាបាញ់សម្លាប់មន្ត្រីធំដល់កន្លែងធ្វើការរួចខប្រាប់អ្នកសារព័ត៌មានភ្លាមបាទនេះគឺជាដំណឹងដ៏ក្តៅគប់មួយដែលធ្វើឲ្យអានុទីនស្លន់ស្លោយទៅមែនតែនដឹងការដល់វេនអាត្មាអញស្លន់ស្លោណាមិនដឹងថាពេលណាត្រូវបានខ្មិនកំភ្លើងបាទសង្គមរបស់ខ្លួននឹងបាញ់ប្រហារអានេះគឺជាដំណឹងដ៏ក្តៅគប់មួយការពីពេលថ្មីនេះមានការបាញ់ប្រហារពីសំណាក់កូម៉ាវ័យ14ឆ្នាំអានុទីនក៏ចេញមកនិយាយដែរឥឡូវនេះមិនទាន់បានប្រហែលថ្ងៃផងបាញ់ទៀតហើយបាទបាញ់ប្រហាររឿងរ៉ាវស្ទើរតែមិនជឿដើមហេតុបាញ់សម្លាប់ប្រធាន PAO ថៃព្រោះតែរឿងលុយ11បាតបាទសោកនេតកម្មជន់លើសោកនេតកម្មតែម្ដងទើបតែបាញ់សម្លាប់មនុស្ស9នាក់ឥឡូវនេះកើតមានការបាញ់ប្រហារបាញ់សម្លាប់មនុស្សទៀតហើយនៅខេត្តណាគឺខេត្តនន្ទថាបុរីបាទខេត្តដដែលនៃតែម្ដងប្រិយមិត្តជាទីមេត្រីនេះគឺជាដំណឹងទី1ដំណឹងទី2ឥណ្ឌូនេស៊ីស្ទាក់ចាប់ខេតាមីន 1.3 តោនតម្លៃប្រមាណជា$116 លានដកហូតពីនាវាចេញពីប្រទេសថៃបាទក៏ប៉ុន្តែមានច្រកករុងអង្គរកម្ពុជាលើនាវា MV King Sun នេះគឺជាដំណឹងមួយតើថៃវាកន្លែងយកករុងខ្មែរមកដាក់ណាណីឬក៏យ៉ាងណាដែរប៉ុន្តែគេឃើញរូបភាពហ្នឹងគឺជាករុងរបស់ខ្មែរណាបាទស្ទាក់ចាប់បានខេតាមីន 1.3 តោនតម្លៃ$116 លានប្រិយមិត្តជាទីមេត្រីនេះគឺជាដំណឹងក្តៅគប់មួយពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសធំបាទរឹបអូសខេតាមីនស្អីគេខេតាមីនហ្នឹងខ្ញុំអត់ដឹងដែរពាក់ព័ន្ធរឿងគ្រឿងញៀនរឿងអីហ្នឹងក៏ប៉ុន្តែថៃយកករុងខ្មែរទៅច្រកបាទដំណឹងទី3ចុងក្រោយគឺពាក់ព័ន្ធទៅនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជាចែករំលែកអត្ថបទវិភាគពាក់ព័ន្ធទៅនឹងថៃខ្វះការអាណិតអាសូរនិងកំពុងបាត់បង់ភាពជឿជាក់លើឆាកអន្តរជាតិហើយបាទអ្នកស្រាវជ្រាវនៅសង្គមថៃបង្ហាញចំណុចខ្សោយ5បាទចំណុចខ្សោយ5លើការឆ្លើយតបរបស់ថៃជុំវិញបញ្ហាព្រំដែនកម្ពុជានេះអានេះគឺជាការវិភាគចាក់ដោតលើចំហការទូតថៃចំពោះជនភៀសខ្លួននិងពលករកម្ពុជារបស់យើងដែលវាលើកឡើងណាថាពលករនឹងទៅដោយបាទរដ្ឋាភិបាលបកគោប្រកាសហៅមកវាយកលេសពាក់ព័ន្ធរឿងហ្នឹងប្រិយមិត្តជាទីមេត្រីឆ្លើយតបទៅកាន់ UN នេះគឺជាដំណឹងទី3ចុងក្រោយនឹងរៀបរាប់បាទនាថ្ងៃទី10សីហា2026នេះបាទដំណឹង3ធំនឹងចាប់អារម្មណ៍មួយណាជាងគេប្រិយមិត្តជួយខមមិនប្រាប់ផងណាឥឡូវទៅសម្ដាប់អំពីដំណឹងទី1ទាំងអស់គ្នាសោកនេតកម្មជន់លើសោកនេតកម្មមិនថាសោកនេតកម្ម10បលបាទផ្ទូនណាអង្រួនសង្គមថៃនេះឲ្យកលេចមើលពីណាគេចង្រៃបាទអានុទីនឬក៏យ៉ាងណាដែរដោយសារតែអានុទីនទើបតែឡើងមួយរយៈចុងក្រោយនេះឡើងមកធ្វើជានាយករដ្ឋមន្ត្រីថៃតើទៅណាទៅណីបាទសបាយរីករាយដូចរបៀបដូណាល់ត្រាំអញ្ចឹងអានុទីនចរិតគឺដូចគ្នាបាទធ្វើកំប្លុកកំប្លែកបែបហ្វាន់ក៏ប៉ុន្តែប្រទេសខ្លួនឯងបែបអន្តរាយធ្លាក់ដងសន្ទុយសង្កត់សង្កិនភាគខាងត្បូងប្រទេសថៃបាញ់បោះវាយប្រហារបកោបប្របាយប្រកាយណាណីនោះឯងឥឡូវនេះថ្មី2ថ្ងៃជាប់គ្នាបាទស្ថានភាពនៅប្រទេសថៃគឺរបៀបច្បុកច្បល់បាទបាញ់ប្រហារតែម្ដងហើយនាយករដ្ឋមន្ត្រីថៃបញ្ជាចាត់ការគ្មានការលើកលែងនោះទេបាទនេះគឺជាការបញ្ជារបស់អនុទានឆានវកុលណានៅប្រទេសថៃបានកើតមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សយ៉ាងរន្ធត់មួយទៀតហើយដោយលើកនេះជនបកគឺជាអតីតសមាជិកសភាបានចូលទៅបាញ់សម្លាប់ប្រធានអង្គការរដ្ឋបាលខេត្តដល់ក្នុងការិយាល័យធ្វើការតែម្ដងយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង11ព្រឹកថ្ងៃច័ន្ទទី10សីហា2026បាទថ្ងៃនឹងតែម្ដងដោយខ្មាន់កំភ្លើងមានឈ្មោះឆាឡងរៀរាំងជាអតីតសមាជិកសភាប្រចាំខេត្តនន្ទថាបុរីបានបាញ់ប្រហារជាច្រើនគ្រាប់ទៅលើលោកប៉ូលីសត្រួតត្រីប្រធានអង្គការរដ្ឋបាលផ្នែកខេត្តបាទបណ្ដាលឲ្យរឿងរបួសធ្ងន់ធ្ងរនឹងត្រូវបានប្រកាសថាស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបាទដល់មន្ទីរពេទ្យបានស្លាប់អញ្ចឹងទៅអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺបន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួចមិនកំភ្លើងរូបនេះបានហៅទូរស័ព្ទទៅកាន់ពិធីករណីកម្មវិធីព័ត៌មានមួយរូបដែលកំពុងតែផ្សាយ live ផ្ទាល់ដោយបានរៀបរាប់យ៉ាងត្រង់ថាមូលហេតុដែលឈានទៅដល់ការបាញ់សម្លាប់នេះគឺដោយសារតែលោកម្នាក់នឹងមិនព្រមសងប្រាក់ចម្ពាក់ចំនួន11លានបាតបាទ11លានបាតហ្នឹងប្រមាណដុល្លារដែរប្រិយមិត្តជួយគុណគូឲ្យផងបាទអានេះគឺជាពាក់បំណុលគេណាអញ្ចឹងទេប្រិយមិត្តដែលកំពុងតែស្ដាប់នេះបាទសងលុយគេទៅអង្គការបានសងលុយគេគួរគិតពិចារណាថាគេខំឲ្យលុយខ្ចីអ្នកខ្លះមិនហ៊ានទៅនឹងទាទៅផងបាទយល់មុខយល់មាត់អីអញ្ចឹងទៅអញ្ចឹងទេស្ដាប់ព័ត៌មាននេះចាប់ផ្ដើមសងលុយគេបតាទៅអាហ្នឹង
គឺផ្ដាំទៅកាន់ប្រិមិត្តទាំងអស់គ្នាណាបាទបច្ចុប្បន្នកម្លាំងសមត្ថកិច្ចប៉ូលីសបានធ្វើការឃាត់ខ្លួនលោកម្នាក់នឹងបានហើយខណៈពេលនេះអាជ្ញាធរកំពុងបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីនេះបន្ថែមទៀតពាក់ព័ន្ធទៅនឹងរឿងនេះនាយករដ្ឋមន្ត្រីអនុទានឆាន់រ៉ាកុលបានថ្លែងបញ្ជាក់ជំវិញករណីនេះថាអាជ្ញាធរនឹងចាត់វិធានការទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតលើលោកម្នាក់នឹងដោយគ្មានការលើកលែងជាដាច់ខាតគណៈតុលាការនិងក្រុមអ្នកស៊ើបអង្កេតបានជំទាស់ចំពោះការសុំនៅក្រៅឃុំនៅពេលអ្នកសារព័ត៌មានសួរដេញដោលអំពីប្រវត្តិជាអតីតអ្នកនយោបាយរបស់ជនល្មើសគឺលោកអនុទានបានក្រវីក្បាលហើយឆ្លើយតបយ៉ាងដាច់អហង្ការថាជាអ្នកណាក៏ដោយក៏មិនខ្វល់ដែរព្រោះពេលនេះបុគ្គលរូបនេះគឺជាឃាតករអាហ្នឹងគឺគេសួរណាដោយសារតែអបិនេះប្រវត្តិមិនធម្មតាគឺជាអ្នកនយោបាយជាអតីតតំណាងរាជណាណីដល់គូរំលឹកផងដែរថាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងត្រឹមតែ3ថ្ងៃប៉ុណ្ណោះបន្ទាប់ពីខេត្តនន្ទបុរីដដែលនេះទើបតែជួបប្រទះករណីបាញ់ប្រហារយ៉ាងសាហាវសម្រាប់មនុស្សអស់ចំនួន9នាក់នៅវិទ្យាល័យមួយកន្លែងក្នុងខេត្តនឹងឯងបាទប្រិយមិត្តហើយរឿងនេះមានការលើកឡើងចំពោះសង្គមថៃណាជាពិសេសគឺលោកប៉ូលហានលីអ្នកសារព័ត៌មាននិងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះថាអីគេ The King Never Smile បាទគាត់លើកឡើងថាអញ្ចេះខ្ញុំលើកឡើងរំលឹកឡើងវិញណាមនុស្សភាគច្រើនយល់ថាថៃជាប្រទេសអត់សូវមានអំពើហិង្សាប៉ុន្តែការពិតទៅសង្គមថៃនេះពោពេញទៅដោយអំពើហិង្សាដោយសារតែប្រព័ន្ធយុត្តិធម៌ប៉ូលីសពុករលួយនិងបញ្ហាគ្រប់គ្រងអាវុធកាំភ្លើងដែលកើតមានជាយូរយារណាស់មកហើយបាទហ្នឹងគឺលោកលើកឡើងបែបអញ្ចឹងប្រទេសថៃហ្នឹងអត់សូវមានអំពើហិង្សាទេប៉ុន្តែការពិតជាក់ស្ដែងសង្គមថៃនេះពោពេញទៅដោយអំពើហិង្សាតែម្ដងមើលទៅសារព័ត៌មានកម្ពុជាជាភាសាអង់គ្លេសអ្នកណាក៏ដោយដែលល្បីអាចជម្រាបរឿងនោះទៅកាន់សហគមន៍អន្តរជាតិបានហ្នឹងគឺពួកវាចូលទៅខមមិនបាទប៉ាតណាប៉ាតណីវាគ្មាន logic អាណិតអាសូរស្អីតែម្ដងរបៀបកោងកាចអំពើហិង្សាតែម្ដងអាហ្នឹងគឺខ្ញុំកលេចមើលតែប៉ុណ្ណឹងខ្ញុំឃើញបាទយល់ថាសង្គមវាមិនបាទដំណឹងទី2ពាក់ព័ន្ធទៅនឹងឥណ្ឌូនេស៊ីស្ទាក់ចាប់បានខេតាហ្វីន1.3 តោនបាទនេះគឺពាក់ព័ន្ធនឹងកម្ពុជាដែរដោយសារតែមានដាក់ក្រុងក៏បាទខ្មែរដាក់ឈ្មោះមានខ្មែរណាអាជ្ញាធរឥណ្ឌូនេស៊ីបានបើកប្រតិបត្តិការបង្ក្រាបនឹងការរឹបអូសសារធាតុខេតាហ្វីនទម្ងន់ប្រមាណ 1.3 តោនដែលមានតម្លៃប៉ាន់ប្រមាណជា$116 លានអាមេរិកបាទច្រើនសន្ធឹកសន្ធាប់ណាស់ពីនាវាដឹកទំនិញបរទេសមួយគ្រឿងគណៈពេលដែលកំពុងលួចចូលក្នុងដែនទឹកឥណ្ឌូនេស៊ីបាទយោងតាមការបញ្ជាក់ពីប្រធានទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនឥណ្ឌូនេស៊ីបានដឹងថាអាជ្ញាធរបានទទួលព័ត៌មានស៊ើបការសម្ងាត់តាំងពីខែកុម្ភៈមកម្លេះថាប្រភពនាវានោះមានឈ្មោះ MV King Sun កំពុងធ្វើដំណើរចេញពីប្រទេសថៃឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ីដោយមានដឹកនាំទំនិញគួរឲ្យសង្ស័យបន្ទាប់ពីបានតាមដានអស់រយៈពេលជាច្រើនខែកងទ័ពជើងទឹកឥណ្ឌូនេស៊ីក៏បានស្ទាក់ចាប់នាវានេះបានសម្រេចនៅតំបន់ដែនទឹកជុំវិញខេត្តបាទក្បែរប្រទេសសិង្ហបុរីនឹងឯងនៅក្នុងប្រតិបត្តិការឆែកឆេរនាវាដែលពាក់ទង់ជាតង់សានីមួយនេះកាលពីថ្ងៃទី7 សីហាម្សិលមិញនឹងឯងកងកម្លាំងចម្រុះបានរុករកឃើញបាវចំនួន65ដែលមានលាក់ទុកសារធាតុខេតាមីនសរុប 1.3 តោនជាមួយគ្នានេះអាជ្ញាធរក៏បានឃាត់ខ្លួនសមាជិកនាវិកចំនួន8នាក់ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា7នាក់និងជនជាតិតៃវ៉ាន់ម្នាក់មានជនបរទេសដែរណាគឺមីយ៉ាន់ម៉ាហើយតៃវ៉ាន់អត្ថបទនេះបាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រភពដើមនិងខ្សែសង្វាក់ដឹកជញ្ជូននៃសារធាតុញៀនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះបច្ចុប្បន្នអាជ្ញាធរឥណ្ឌូនេស៊ីកំពុងបន្តបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់អត្តសញ្ញាណប្រភពដើមអ្នកផ្ញើអ្នកទទួលគោលដៅចុងក្រោយនិងបណ្ដាញអន្តរជាតិដែលឈរនៅពីក្រោយករណីនេះទោះបីជានាវានេះត្រូវបានគេរាយការណ៍ថាធ្វើដំណើរចេញពីប្រទេសថៃក៏ដោយប៉ុន្តែប្រភពពិតប្រាកដនៅតែរងចាំការបញ្ជាក់និងផុសតាងបន្ថែមពីការស៊ើបអង្កេតជាផ្លូវការនៅឡើយនោះទេគូបញ្ជាក់ផងដែរថាករណីរឹបអូសខេតាហ្វីន 1.3 តោននេះបានកើតឡើងភ្លាមៗបន្ទាប់ពីឥណ្ឌូនេស៊ីទើបតែបានបង្ក្រាបនឹងរឹបអូសកាឆាទម្ងន់ 3.37 តោនដែលមានការប៉ុនប៉ងនាំចូលពីប្រទេសថៃកាលពីខែមុនបាទសុទ្ធសឹងតែចេញពីប្រទេសថៃទាំងអស់ហើយ scam online នេះមនុស្សម្នាហ្នឹងគឺចេញពីប្រទេសថៃប្រទេសថៃហ្នឹងគឺជាតំបន់កដាលណាដើម្បីបញ្ជូនមនុស្សបន្តបាទហ្នឹងគឺសារព័ត៌មាន Reuters គាត់ចុះផ្សាយបាទគេថា Center Hub ឯប្រិមិត្តខ្ញុំអត់ច្បាស់ហើយណាភ្លេចបាត់ហើយកាលពីខែមុនដោយបានឃាត់ខ្លួនចុងសន្ស័យចំនួន12នាក់ហេតុការណ៍នេះគឺជាសញ្ញាប្រមាថអំពីទំហំនិងសមត្ថភាពនៃបណ្ដាញជួញដូរគ្រឿងញៀនឆ្លងដែននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខណៈដែលប្រទេសឥណ្ឌូនេស៊ីមានច្បាប់ប្រឆាំងគ្រឿងញៀនយ៉ាងម៉ឺងម៉ាត់បំផុតដែលអ្នកប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរអាចប្រឈមមុខនឹងទោសប្រហារជីវិតផងដែរនេះគឺជាដំណឹងមួយតើពីណាគេអ្នកធ្វើរឿងនោះសំខាន់មានក្រុង
កម្ពុជាប្រិមិត្តបាទមានក្រុងខ្មែរណាស្ដេចថៃឬក៏យ៉ាងណាដែរឬក៏ពីណាអត់ដឹងទេធ្វើបាបខ្មែរអីមិនមានកាមេរ៉ាថតទៅចាប់ដើមគឺឃើញអក្សរកម្ពុជាប្រិមិត្តដំណឹងទី3ចុងក្រោយគឺពាក់ព័ន្ធទៅនឹងអ្នកស្រាវជ្រាវនៅក្នុងសង្គមថៃលើកឡើងណាបាទលើកឡើងថាម៉េចស្ដាប់ទាំងអស់គ្នាចំណុចខ្សោយ5យ៉ាងលើការឆ្លើយតបរបស់ថៃជុំវិញបញ្ហាព្រំដែនកម្ពុជាអញ្ចឹងទេចំណុចខ្សោយ5យ៉ាងនោះស្អីគេទី1អត្ថបទនេះវែងឡាយណាស់បាទអតីតនាយករដ្ឋមន្ត្រីកម្ពុជាសៀបន្តគឺសង្គមថៃគេនិយាយអំពីចំណុចខ្សោយរបស់ថៃរឿងព្រំដែនជាមួយកម្ពុជានេះប៉ុន្តែវាវែងពេកខ្ញុំសង្ខេប5ចំណុចនឹងឯងទី1ការបាត់បង់ភាពជឿជាក់ខាងការទូតរបស់ថៃអត្ថបទវិភាគថាការចេញសេចក្តីថ្លែងការណ៍ឆ្លើយតបរបស់ក្រសួងការបរទេសថៃទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ UN ប្រើប្រាស់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយនិងមិនសមហេតុផលដែលអាចក្លាយជាចំណុចខ្សោយធ្វើឲ្យប៉ះពាល់ទៅដល់ជំហរការទូតនិងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯងនេះគឺជាអ្វីដែលគេមើលឃើញថាលោកសៀស័កពងកាត់អាចលោកសៀស័កពងកេតកែវជាដើមដែលឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា Reporter ណាថាវាមានកង្វះខាតជឿជាក់ការទូតរបស់ថៃទៅកាន់សហគមន៍អន្តរជាតិវាអត់ទាន់គ្រប់គ្រាន់នៅឡើយទេទី2ការភ័ន្តច្រឡំលើនយោបាយជនភៀសខ្លួនការដែលប្រជាជនកម្ពុជាត្រូវភៀសខ្លួនដោយសារការប៉ះទង្គិចគ្នានៅតាមព្រំដែនគឺស្របតាមនយោបាយជនភៀសខ្លួនក្នុងស្រុករបស់ UN ទាំងស្រុងការអះអាងរបស់ថៃថាពួកគេជាអ្នករស់នៅក្នុងមជ្ឈមណ្ឌលជ្រកោនតាំងពីសម័យសង្គ្រាមស៊ីវិលហើយមិនព្រមចេញគឺជាការសន្និដ្ឋានដោយគ្មានបញ្ជីជំរឿនច្បាស់លាស់និងមិនស៊ីសង្វាក់គ្នាលើហេតុផលបច្ចុប្បន្ននោះទេអាហ្នឹងគឺពាក់ព័ន្ធទៅនឹងជនភៀសខ្លួនដែលថៃព្យាយាមកលៃឆ្លើយឲ្យទៅរួចឲ្យទៅបានទៅតាមពិតថៃដឹងថាធ្វើម៉េចបើអញ្ចឹងហើយត្រូវតែរៀនឆ្លើយខិតខំយ៉ាងណាដើម្បីកុំឲ្យពួកសង្គមថៃថាពួកហ្នឹងត្រូវបាន UN គៀបកកសង្កត់កណាជាពិសេសគឺកម្ពុជាតែម្ដងចំណុចទី3ចំនួនតំបន់ព្រំដែនមិនទាន់ដោះស្រាយតំបន់ដែលមានចំនួនដូចជាភូមិជោគជ័យព្រៃច័ន្ទនៅតែជាតំបន់ទាមទារត្រួតស៊ីគ្នាដែលរងចាំការបច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម JBC នៅឡើយដូច្នេះថៃមិនអាចអះអាងតែម្ខាងម្នាក់ឯងឲ្យគត់នោះទេថាជាដែនដីរបស់ថៃដើម្បីចោទប្រជាជនថាឈ្លានពាននោះទេនេះគឺជាចំណុចខ្សោយទី3ពាក់ព័ន្ធនឹងភូមិជោគជ័យព្រៃច័ន្ទនេះមិនទាន់វាស់វែងបង្គោលព្រំដែនខណ្ឌសីមាចប់សាច់បាច់ផងហើយថៃចោទប្រកាន់ថាប្រជាជននឹងទៅរស់នៅរំលោភបំពានដីរបស់ថៃអញ្ចឹងទេអ្នកចេះដឹងគេផ្ទះកំភ្លៀងប្រភ្លើអញ្ចឹងនិយាយអញ្ចឹងវាបាក់មុខមាត់ថៃលើឆាកអន្តរជាតិនេះពាក់ព័ន្ធនឹងភូមិព្រៃច័ន្ទជោគជ័យចំណុចទី4គោលការណ៍មនុស្សធម៌ទល់នឹងអធិបតេយ្យភាពថៃបានយករឿងអធិបតេយ្យភាពមកធ្វើជាលេសដែលផ្ទុយស្រឡះពីគោលការណ៍មនុស្សធម៌អន្តរជាតិការអនុញ្ញាតឲ្យប្រជាជនរស់នៅតាមគោលការណ៍មនុស្សធម៌មិនបានធ្វើឲ្យថៃបាត់បង់អធិបតេយ្យភាពឬធ្វើឲ្យកម្ពុជាទាមទារដែនដីនោះបានឡើយដូច្នេះគ្មានហេតុផលអ្វីត្រូវដេញពួកគេចេញនោះទេអាហ្នឹងគឺពាក់ព័ន្ធនឹងថៃតែងតែលើកឡើងអធិបតេយ្យភាពអធិបតេយ្យភាពការពារមិនឲ្យនរណាមករំលោភបំពានប្រទេសថៃបានទេអាហ្នឹងគឺគេដាក់មកបន្ថែមទៀតអានេះគឺអ្នកស្រាវជ្រាវនៅសង្គមថៃឯទី5សម្ពាធលើពលករកម្ពុជាទោះជាថៃអះអាងថាគ្មានគោលនយោបាយបណ្ដាញពលករកម្ពុជាក៏ដោយប៉ុន្តែការបិទច្រកព្រំដែននិងការស្រពោនពន្យាពេលវេលាបន្តលិខិតអនុញ្ញាតធ្វើការគឺជាសកម្មភាពបង្ខំដោយប្រយោលដែលធ្វើឲ្យប៉ះពាល់ដែលធ្វើឲ្យពលករមិនអាចបន្តរស់នៅនិងធ្វើការបាននោះទេអានេះគឺពាក់ព័ន្ធនឹងពលករកម្ពុជាធ្វើការនៅប្រទេសថៃហើយថៃលើកឡើងអីផ្សេងៗយ៉ាងទៅណាហើយពន្យាពេលបន្តលិខិតអនុញ្ញាតធ្វើការហើយអ្នកខ្លះមកវិញត្រូវបានពួកថៃនឹងយកលុយទៅទៀតណាដើម្បីជាថ្នូរអីផ្សេងៗប្រិមិត្តនេះគឺជាដំណឹងសង្ខេបតែប៉ុណ្្នឹងទៅចុះអត្ថបទនឹងវែងឡាយណាស់ប៉ុន្តែប្រិមិត្តអាចទៅអានបានណាខ្ញុំសង្ខេបតែប៉ុណ្្នឹងឯងថាតើគេនិយាយអីគេ